ចាជំរាបសួរបងបងចំពោះត្រង់ថ្មីបើយើងសានេះធ្វើបានស្អាតតែបងបងពេលដែលយើងដឹងតាក់តិចទៅធ្វើបានលឿនណាអញ្ចឹងឥឡូវយើងរៀបចំឲ្យសម្រាប់ដាក់ព្រាបបងបងនៅតប្រព័ន្ធទឹកហើយដាក់សំណាញ់ខៀវនេះឲ្យវាជន់កុំឲ្យល្អិលទៅយកពួកយើងធ្លាប់សិតតតែអញ្ចឹងតប្រើសំណាញ់ខៀវនឹងតបឲ្យវាចុះមកស៊ីចំណៃណាអញ្ចឹងឥឡូវយើងរៀបចំឲ្យបងបងថ្នាក់នេះបានរហូតដល់30គូបានរហូតដល់30គូបងបងច្រើនណាសម្រាប់បងបងចេះផ្សារខ្លួនឯងធ្វើខ្លួនឯងបងបង30គូនេះស្លាស់ស្អាតមើលទៅដូចតាំងអញ្ចឹងស្អាតតែបងបងទៅទាំងឈុតរៀបចំឲ្យហិតឃើញស្អាតត្រឹមថ្មីណាអញ្ចឹងការធ្វើរបស់យើងគឺយើងតប្រព័ន្ធទឹកបែបហ្នឹងណាបងបងទឹកនេះពេលអស់វាហូរមកអូតូវាហូរមកខ្លួនឯងណាបងបងមានទឹកឯនេះយើងកំប៉ុងច្នៃហើយកន្លែងនេះដាក់ព្រាបបងបងប្រឡោះនេះយើងដាក់កន្លែងបសអាចព្រាបពីសាំងសៃបាញ់កុំឲ្យវាចាប់គ្នាមុខក្រោយខាងកដាលយើងប្រើសំណាញ់ទូចយកបងបងកដាលហើយខាងយើងប្រើដែកបែបនេះទាំងអស់អានេះកតោច្នៃបងបងកតោច្នៃយើងដាក់កដាលបានទាំងសងខាងនេះក៏មកចាក់បានខាងនេះក៏មកចាក់បានវាចេញតកមកចាក់ទៅអញ្ចឹងអត់ធ្វើឲ្យច្នៃរបស់យើងកពុបទេអូបងបងមួយទៀតបងបងក៏សួរថាចាយច្នៃព្រាបឲ្យស៊ីអីទៅបានផលល្អណាអញ្ចឹងឥឡូវបងបងមកមើលច្នៃព្រាបរបស់ខាងខ្ញុំច្នៃព្រាបនេះឥឡូវបងមើលគឺស៊ីឡើងអស់ស្អាតទៅនេះច្នៃរបស់យើងបងបងដែលយើងដាក់ឲ្យស៊ីណាអញ្ចឹងយើងមានលាយជាមួយនឹងអង្ករសម្រូបជាមួយនឹងពោតបងបងពោតទំហំ2លីហើយអានេះលាយជាមួយនឹងសូវអង្ករក្រហមទៀតហើយនឹងច្នៃមាន់ណាបងបងអញ្ចឹង4រសជាតិហើយវាស៊ីទៅវាឆ្ងាញ់ហើយវាក៏ឲ្យផលល្អមកអញ្ចឹងណាបងបងវាច្រើនកូន2ស្អាតណាកូន2ស្អាតទៅដូចបងបងឃើញអញ្ចឹងវាស្អាតឲ្យផលល្អហើយចំណៃរបស់យើងដាក់ទូទៅគឺអញ្ចឹងបងបងចង់កំងយកទៅក៏បានមាននៅក្រៅទៀតអូយស៊ីឡើងអស់ហើយបងបងស៊ីឡើងអស់ចឹងបងបងធ្វើការកំងព្រាបមានណាព្រាបរបស់យើងមាននៅស្តុកច្រើនណាបងបងកូនច្រើនយើងរៀបចំហើយទីទៀតយកមេបាពុយមកដាក់នៅនេះទៀតហើយ30គូលើកមកនេះហ្មងស្អាតតលេសាឡាអរគុណច្រើនជម្រាបលា